ជាបឋមសូមនមស្ការចំពោះគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃដោយសេចក្តីគោរពជ្រះថ្លាដល់ខ្ពង់ខ្ពស់នមស្ការសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃយុរងសម្ដេចព្រះជាគណៈប្រធារានុធិរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈចម្រើនពរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកអ្នកអង្គញានិងពុទ្ធបរិស័ទសប្បុរសប្រុសស្រីទាំងអស់ដោយសេចក្តីរាប់អានក្នុងពធក្នុងព្រះបរមនាមសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកនិងក្នុងនាមខ្ញុំគណៈអាត្មាភាពផ្ទាល់ណាជាព្រះសង្ឃបួសក្នុងពុទ្ធសាសនមណ្ឌលនៃព្រះរាជាណាចក្រកម្ពុជានេះពិតជាត្រេកអរណាសោមនស្សយ៉ាងកក់ក្ដៅបំផុតដែលបានទទួលព័ត៌មានពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក៏ដូចជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំងព្រះសង្ឃគ្រប់ព្រះអង្គក៏ដូចជាប្រជារាស្ត្រទូទៅដែរណាហ្នឹងហើយត្រេកអរចំពោះព្រះរាជសុខភាពណារបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ដល់ខ្ពង់ខ្ពស់បំផុតពីរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនក៏ដូចជាវេជ្ជបណ្ឌិតណាគ្រូពេទ្យរបស់គ្រូពេទ្យរដ្ឋរបស់ចិននឹងណាដែលបានទទួលព្យាបាលព្រះរាជសុខភាពរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានដោយជោគជ័យនេះគឺជាតំណែងដ៏វិសេសវិសាលណាស់សម្រាប់ព្រះសង្ឃក៏ដូចជាប្រជារាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាបងទី1ដោយដាច់ជះណាបុណ្យបារមីនិងទស្សពិតរាជធម៌ដែលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលបានលះបង់ព្រះកាយពលនិងកម្លាំងព្រះបញ្ញាញាណណាដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុតសម្រាប់ព្រះពុទ្ធសាសនានិងសាសនាផ្សេងទៀតលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាណាប្រជារាស្ត្រខ្មែរទូទៅណាដែលព្រះអង្គបានលះបង់និងមិនស្ដាយនៅប្រកាយពលព្រះបញ្ញាញាណនិយាយរួមគឺដើម្បីប្រយោជន៍ណាជាតិសាសនានិងរបស់ព្រះអង្គមួយបជនរបស់ព្រះអង្គនេះចឹងក្នុងនាមសម្ដេចមហាព្រះបរមនាមសម្ដេចព្រះមហាសង្ឃរាជក៏ដូចជាសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃគ្រប់ព្រះអង្គណាសូមនឹករលឹកដល់គុណបុណ្យព្រះរតនត្រ័យមានព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈណាដែលសម្ដេចព្រះសង្ឃគ្រប់ព្រះអង្គក៏ដូចជាប្រជារាស្ត្រខ្មែរនិងគ្រប់រូបទាំងអស់បានបំពេញនៅសេចក្តីល្អហើយនឹងពពួកទេវតាទាំងឡាយណាថែរក្សាក្នុងលោកទាំងមូលជួយប្រោះព្រំដើម្បីឲ្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាណាដែលបានយកចិត្តទុកដាក់យ៉ាងមាំទាំស្រាប់ហើយនោះអំពីគ្រូពេទ្យណារដ្ឋរបស់ចិននោះសូមជួយត្រួតត្រងនឹងគុណបុណ្យបរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់នឹងជួយអភិបាលប្រោះព្រំព្រះរាជសុខភាពព្រះមហាក្សត្រនៃព្រះរាជាកម្ពុជានឹងគឺឲ្យរឹងរិតតែប្រសើរហើយបានសះស្បើយនឹងឆាប់បានយាងមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាព្រោះព្រះសង្ឃនិងប្រជារាស្ត្រខ្មែរនឹងគឺចង់ជួបណាព្រះភ័ក្ត្ររបស់ព្រះអង្គនឹងឲ្យនឹករលឹកដូច្នេះគុណបុណ្យបរតនត្រ័យនិងទេវតាថែរក្សាលោកទាំងមូលព្រះមេត្តាជួយប្រោះព្រំឲ្យព្រះករុណាជាអម្ចាស់ជីវិតនិងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរនឹងសូមឲ្យបានឆាប់ជាសះស្បើយហើយយាងត្រឡប់មកកាន់មាតុប្រទេសឆាប់វិញបងសាធុបង